ជំរាបសួរពុកម៉ែបងប្អូនទាំងនេះខ្ញុំបានមកធ្វើសម្លម្ជូរព្រៃមាន់ស្រែអញ្ចឹងណាបងប្អូនណានៅហើយម្ជូរព្រៃមាន់ស្រែប៉ុន្តែធ្វើក្នុងផ្ទះអញ្ចឹងណាបងប្អូនណានៅបងប្អូនតំណឆ្ងាញ់ដែរក៏ដំបូងអញ្ចឹងណាបងប្អូនណានៅឥឡូវនេះយើងគ្រឿងផ្សំយើងមានច្រើនមានផ្សិតមានត្រប់ស្រួយមានប៉េងប៉ោះមានអឺផ្សេងជាច្រើនទៀតអញ្ចឹងបងប្អូនណាមាន់នេះយើងមាន់ខ្លួនឯងផ្ទាល់តែម្ដងហើយហើយមាន់ស្រែតែម្ដងអញ្ចឹងណាយើងដឹងច្បាស់តែម្ដងអញ្ចឹងណានេះបន្លែយើងចិត្តរួចរាល់អស់ហើយយើងដើរមកបេះស្លឹកក្រូចសើចក្បែរផ្ទះទៀតអញ្ចឹងបងប្អូនសោះតែបន្លែក្បែរផ្ទះទាំងអស់បងប្អូនអើយឥឡូវនេះគេហៅថាអំពិលទុំដែលយើងបានរើសពីដើមដាក់នៅក្នុងធុងរបស់យើងខ្លួនឯងផ្ទាល់តែម្ដងហើយជាដំបូងនោះយើងចាប់ដើមមកបំពងខ្ទឹមរបស់យើងដាក់ស្ករដាក់អីមកចាក់ទឹកត្រីមកបងប្អូនណាហើយបន្តមកដាក់គ្រឿងផ្សំដែលយើងទាំងអស់ហ្នឹងចូលមកឆាវអញ្ចឹងបងប្អូនយើងកូរវាឲ្យឈ្ងុយគ្រឿងណាបងប្អូនណាសំខាន់លើការកូរទេកូរវាឲ្យចូលគ្រឿងចូលអីចឹងទៅបន្ទាប់មកយើងដាក់សាច់មាន់របស់យើងចូលមកអញ្ចឹងណាមាន់នេះបងប្អូនអើយមាន់ពងទៀតណាតំណងឆ្ងាញ់ដែរបងប្អូនណាហ្នឹងហើយថាមាន់មេអញ្ចឹងបងប្អូនណាហ្នឹងហើយនេះបងប្អូននេះឥឡូវនេះយើងចាប់ដើមកូរវាឲ្យវាចូលជាតិចូលគ្រឿងរបស់យើងហ្នឹងណាគេហៅថាអីបងប្អូនគេហៅថាយើងឲ្យម្ជូរគ្រឿងព្រៃគេណាឬគេថាធ្វើតាមគេមើលឆ្ងាញ់មិនដែរបងប្អូនណាតែបន្តមកយើងរៀងស្ងួតទឹកតិចហើយយើងចាក់ទឹកយើងចូលអញ្ចឹងដើម្បីរំងាស់ឲ្យសាច់ឆ្អិនបងប្អូនណាយើងគ្របវាមួយសន្ទុះក្រោយមកបងប្អូនណាដើម្បីឲ្យសាច់ឆ្អិនស្អីមកពុះមកយើងចាប់ដើមដាក់ផ្សិតរបស់យើងចូលបងប្អូនណាផ្សិតយើងចូលទៅហើយផ្សិតនេះគឺត្រូវណាជាមួយនឹងការសម្លម្ជូរព្រៃចេះត្រូវគ្នាជាមួយនឹងផ្សិតហ្នឹងអញ្ចឹងណាបងប្អូនណាឥឡូវយើងចាប់ដើមកូរវាព្រោះយើងដាក់ផ្សិតមុនណាតមកយើងដាក់ត្រប់ជ្រួយឬក៏ដាក់ម្ទេសផ្លោកដេតាមក្រោយទៅអញ្ចឹងមិនថាផ្សិតយើងត្រូវការឲ្យឆ្អិនមុនអញ្ចឹងណាដើម្បីឆ្អិនល្អបន្ទាប់មកយើងដាក់បន្លែផ្សេងទៀតបន្តបន្សំតាមក្រោយអញ្ចឹងណាបងប្អូនណាឥឡូវនេះយើងបានចាប់ដើមដាក់បន្លែរួចរាល់អស់ហើយបងប្អូនយើងកូរតែមួយសន្ទុះទេអញ្ចឹងហើយឥឡូវវាពុះហើយមកពុះពីពុះអញ្ចឹងយើងចាប់ដើមដាក់គ្រឿងបន្ថែមទៀតដែរបងប្អូនណាមានរ៉ូឌីអញ្ចឹងទៅមានប៊ីចេងអញ្ចឹងទៅមានស្ករតិចអញ្ចឹងទៅអញ្ចឹងណាបងប្អូនណាហ្នឹងហើយបងប្អូនឥឡូវនេះយើងឲ្យជាតិមកឈ្ងុយបដាពេញផ្ទះហើយបងប្អូនណាព្រោះអីគ្រឿងអញ្ចឹងបងប្អូនហើយយើងក៏មិនភ្លេចដែរបងប្អូនណាម្ជូរយើងប្រើម្ជូរអំពិលយើងដួសទឹកហ្នឹងមកចិញ្ច្រុំវាឲ្យចេញជាតិអំពិលមករួចហើយមកសន្ទុះក្រមកយើងចាក់ចូលទៅវិញនៅក្នុងសម្លរបស់យើងផ្ទាល់តែម្ដងអញ្ចឹងណាអញ្ចឹងយើងចាក់ចូលរួចហើយយើងកូរវាឲ្យចូលម្ជូរជាមួយនឹងសាជាមួយនឹងបន្លែហ្នឹងអញ្ចឹងណាហើយឥឡូវចាប់ដើមឆ្អិនអស់ហើយបងប្អូនណាកាលណាឆ្អិនយើងដាក់គេហៅថាម្រះប្រូចុងក្រោយតិចគឺរួចរាល់ហើយបងប្អូនណាគាត់ថាយើងកូរតិចទៅឲ្យវាជាពណ៌គឺឆ្អិនហើយបងប្អូនណាចាប់ដើមឆ្អិនឈ្ងុយពេញផ្ទះតែម្ដងបងប្អូនអើយជាតិហេវណាបងប្អូនណាឥឡូវរួចរាល់អស់ហើយយើងចាប់ដើមដួសដាក់ចានហើយបងប្អូនណាដួសចានយកមកហូបជុំគ្នាហើយបងប្អូនណាតំណងណាមួយចាននេះបងប្អូនអើយនេះថាជាតិធម្មជាតិបែបស្រុកស្រែធម្មជាតិតែម្ដងអញ្ចឹងណាបងប្អូនមកបងប្អូនមកញ៉ាំទាំងអស់គ្នា